ខ្ញុំបកស្រាយសិនថាតើស្អីទៅជាបំណុលហេតុអីបានក្រុមហ៊ុនយើងត្រូវការបំណុលការធ្វើអាជីវកម្មក្រុមហ៊ុនត្រូវការលុយជាចាំបាច់អញ្ចឹងយើងជាម្ចាស់អាជីវកម្មដូចលេងលបែង cash flow អញ្ចឹងលុយណាដាក់ទៅខាងណាលើកអានេះដាក់អានោះបើយើងអត់ខ្ចីលុយគេមកទេយើងទុកពេលតែ3ថ្ងៃតែមួយអាទិត្យយើងខាតប្រហែលជា$5000បើយើងយកគេ$10000ការប្រាក់មួយខែ200មកយើងអាចចំណេញច្រើនជាងនឹងហើយដែលជាមូលហេតុដែលយើងត្រូវការខ្ចីបំណុលហើយបំណុលហ្នឹងវាមានពីរប្រភេទបំណុលល្អនិងបំណុលអាក្រក់ស្អីទៅបំណុលល្អនៅពេលដែលយើងខ្ចីលុយគាត់មកហើយយើងមានផែនការអាជីវកម្មយើងច្បាស់លាស់យើងត្រូវពង្រីកទៅផ្នែកខាងណាផលិតផលអីសាខាអីហើយមានចំណូលទូទាត់ចំណាយទៅមានប្រាក់ចំណេញអាហ្នឹងគេហៅថាបំណុលល្អឯបំណុលអាក្រក់គឺជាបំណុលដែលយើងខ្ចីគេមកហើយវាអត់កើនចំណូលទេខ្ចីគេមកគ្រាន់តែចាយរឿងផ្ទាល់ខ្លួនឬក៏ទិញ asset សម្រាប់ក្រុមហ៊ុនមួយដែលវាមិនបង្កើនចំណូលនោះហើយជាបំណុលអាក្រក់កាន់តែខ្ចីកាន់តែក្រុមហ៊ុនមានផលវិបាកហើយនឹងបិទក្រុមហ៊ុនទាំងមូលឯបំណុលល្អកាន់តែខ្ចីបំណុលម្ចាស់បំណុលមកយើងកាន់តែរីកចម្រើនដោយសារអីយើងទូទាត់ប្រាក់ចំណាយការប្រាក់ហើយចំណូលដែលយើងបានពីខ្ចីលុយគេនឹងកាន់តែចំណេញទៅអញ្ចឹងម្ចាស់អាជីវកម្មលើកទឹកចិត្តត្រូវតែខ្ចីលុយគេបាទការចូលទុនជារឿងមួយខ្ចីលុយគេគឺត្រូវរឿងមួយទៀតដើម្បីអីបង្កើនដើមទុនរបស់យើងប៉ុន្តែត្រូវប្រើឲ្យចំនៅក្នុងបំណុលល្អគឺយកទៅពង្រីក business ឲ្យចំពង្រីក business ហ្នឹងមានន័យថាម៉េចពង្រីកអាជីវកម្មហ្នឹងគឺពង្រីកសាខាពង្រីកផលិតផលពង្រីកសេវាកម្មហើយត្រូវចំណាយលុយទៅពង្រឹងសមត្ថភាពបុគ្គលិកដើម្បីឲ្យមានចំណូលកាន់តែច្រើនចំណេញកាន់តែច្រើនអញ្ចឹងបើយើងយល់ស្អីទៅបំណុលល្អនិងបំណុលអាក្រក់យើងនឹងខ្ចីលុយគេហើយចំទិសដៅរបស់យើងជាទូទៅម្ចាស់អាជីវកម្មភាគច្រើនគាត់អត់យល់ថាខ្ចីបំណុលហ្នឹងយកមកធ្វើអីទេទីមួយអ្នកខ្លះអត់ហ៊ានខ្ចីគេទៀតសុកចិត្តរក business ហ្នឹងដដែលទុន10000ហ្នឹង10ឆ្នាំហើយអត់ហ៊ានខ្ចីលុយគេទេគាត់ខ្លាចអស់ផ្ទះអស់សម្បែងទីបំផុតគាត់នៅតែអស់ដដែលពួកអីជីវកម្មគាត់ថយក្រោយអញ្ចឹងអ្នកដែលខ្ចីលុយគេមិនប្រកាសថាអាក្រក់ទេឲ្យតែចាយត្រូវរឿងឲ្យស្គាល់ថាស្អីទៅល្អនិងមិនល្អអញ្ចឹងបំណុលដែលល្អគឺបំណុលដែលបង្កើននៅចំណូលកាត់បន្ថយចំណាយអស់ហើយនៅសល់ប្រាក់ចំណេញជាបំណុលល្អបំណុលអាក្រក់មានន័យថាពេលយើងខ្ចីគេមកហើយចំណាយទៅយើងអត់បានផលចំណូលអីទេហើយក៏អត់មានចំណេញអីដែរអញ្ចឹងអរគុណច្រើនដែលបានចូលទស្សនាបំណុលល្អនិងបំណុលអាក្រក់